សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទលោក Vladimir Putin ប្រធានាធិបតីប្រទេសរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃប្រហ័សទី13ខែមីនាឆ្នាំ2025នេះថាជាគោលការណ៍លោកគ្រប់គ្រងពេញទំហឹងចំពោះសំណើរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការបត់ឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែនបាទសូមបញ្ជាក់ផងដែរថាប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែ2ឆ្នាំ2022ហើយបានធ្វើឲ្យមានការស្លាប់របួសក៏ដូចជាការបំលាស់ទីបំណៅជាច្រើនជាពិសេសគឺការធ្វើឲ្យទីក្រុងនានាត្រូវបានបែកបាក់និងខូចខាតបាទលោកពូទីនបានគ្រប់គ្រងនៅសំណើរបស់សហរដ្ឋអាមេរិកហើយវាជាសញ្ញាមួយដែលធ្វើឲ្យមានទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីក៏ប៉ុន្តែលោកពូទីនក៏បាននិយាយដែរថាលោកត្រូវការបញ្ជាក់នៅរឿងមួយចំនួនក៏ដូចជាដាក់លក្ខខណ្ឌមួយចំនួនដើម្បីឲ្យច្បាស់ថាបទកិច្ចព្រមព្រៀងនេះគឺវាប្រកាសជាដោះស្រាយនៅមូលហេតុដែលធ្វើឲ្យមានចំនួនបាទកាលពីឆ្នាំ2022រុស្ស៊ីបានហៅការឈ្លានពានប្រទេសអ៊ុយក្រែនថាជាប្រតិបត្តិការទ័ពពិសេសមួយដែលអ៊ុយក្រែនគិតថាជាការបង្អាក់ក្នុងការចូលរួមជាមួយនឹង NATO បាទជាទូទៅលោកពូទីនបាននិយាយថាគាត់ប្រកាសជាយល់ព្រមនៅគំនិតរបស់វាក៏ប៉ុន្តែគាត់ត្រូវការព័ត៌មានបន្ថែមទៀតនៅលើចំណុចមួយចំនួនក៏ដូចជាការដាក់លក្ខខណ្ឌមួយចំនួនដែរអានេះគឺគោលបំណងរបស់គាត់ដែលគាត់បានលើកឡើងហ្នឹងគឺគាត់ចង់ឲ្យការមានសន្តិភាពរយៈពេលវែងមិនចង់ឲ្យមានសន្តិភាពតែរយៈពេលខ្លីហើយវិលទៅរកសង្គ្រាមវិញនោះទេបាទហើយបើយើងនិយាយអំពីខាងសហរដ្ឋអាមេរិកវិញលោក Donald Trump ដែលគាត់បានតាក់ទងតាមទូរស័ព្ទជាមួយនឹងលោកពូទីនថាការនិយាយរបស់ពូទីននេះគឺហាក់បីដូចជាមានការសន្យាខ្ពស់ហើយលោកក៏បានបញ្ជូនភ្នាក់ងារពិសេសរបស់អាមេរិកដើម្បីទៅចរចាជាមួយនឹងរុស្ស៊ីទៅលើសំណើដែលបានយល់ព្រមដោយប្រទេសអ៊ុយក្រែនហើយនោះបាទតែលោក Donald Trump ក៏បាននិយាយដែរថាប្រសិនបើដល់ពេលនោះប្រទេសរុស្ស៊ីមិនចូលតុចរចាទេគឺជាការខកបំណងយ៉ាងធំបំផុតនៅពេលដែលប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky បានឲ្យដឹងថាពូទីនគឺបានរៀបចំក្នុងការបដិសេធនៅកិច្ចព្រមព្រៀងនេះក៏ប៉ុន្តែលោកមិនអាចប្រាប់លោក Trump បានទេហើយហេតុផលដែលលោកនិយាយដូច្នោះគឺគាត់បានអះអាងថារុស្ស៊ីធ្វើយ៉ាងណាក៏ដោយគឺធ្វើម៉េចឲ្យកិច្ចព្រមព្រៀងនេះមិនអាចកើតមានបានដោយចង់សន្សំចិត្តក្នុងការធ្វើសង្គ្រាមបន្តទៅទៀតបាទសូមអរគុណ